នេះគឺជាដំណើរកំសាន្តឥតបានព្រៀងទុកចេញពីព្រះវិហារទៅកាន់បាត់ដំបងចេញពីបាត់ដំបងមកកាន់សៀមរាបហើយចេញពីសៀមរាបមកកាន់ព្រះវិហារវិញនិយាយទៅខ្ញុំមិនចូលចិត្តដើរលេងអីប្រមាណទេប៉ុន្តែការដើរលេងនេះវាចេះតែចូលចិត្តខ្ញុំវាចេះតែមករកខ្ញុំនិយាយទៅគឺពិបាកកិច្ចមែនទេបើសិនជានិយាយថាតើដើរលេងវាដូចជាមិនត្រូវដោយសារតែខ្ញុំទៅនឹងទៅតាមរយៈការងារនោះទេអញ្ចឹងបងប្អូនអាចសាកទូទាយបានតើខ្ញុំទៅកាន់ខេត្តបាត់ដំបងដើម្បីធ្វើការងារអីដែរនៅព្រះវិហារសុកឥឡូវខ្ញុំមកដល់ខេត្តបាត់ដំបងបងប្អូនទាំងអស់គ្នាទូទាយមើលតើខ្ញុំមកខេត្តបាត់ដំបងធ្វើអ្វីដែរខ្ញុំចេញពីព្រះវិហារទៅកាន់ខេត្តបាត់ដំបងថ្ងៃទី25ហើយកម្មវិធីគេចាប់ផ្ដើមនៅថ្ងៃទី27នោះទេដូចដឹងអញ្ចឹងបងប្អូនយើងទៅលក្ខណៈការងារគឺវាមិនសូវជាសុបាយប្រហែលនេះហើយក៏យើងអត់សូវមានពេលដើរលេងដែរតែប៉ះអ្នកណាមិនដឹងទេតែប៉ះខ្ញុំគឺឆ្លៀតរកកន្លែងដើរលេងទាល់តែបានកាលពីយប់គឺឆ្លៀតបានទៅកន្លែងផាប់ហើយអង្គុយស្ដាប់ចម្រៀងបានបន្តិចហើយព្រឹកឡើងក៏បានមកហូបបាយពេលព្រឹកបន្ទាប់មកយើងមកកន្លែងការងារឥឡូវកូនកន្លោះបានមកដល់រោងហើយនៅឡើយមិនទាន់ឃើញកូនកុំមកមើលរោងយើងសិនមកយកគេយកយើងគឺថាមកច្រើនយើងអញ្ជើញច្រើនខ្លាំងមែនទែនចូលរួមកម្មវិធីមង្គលការតែឥឡូវអត់ទាន់រកូនកុំមកឃើញនៅឡើយទេអញ្ចឹងនេះកន្លែងត្រូវមកអង្គុយមើលខ្ញុំរំនៅលើឆាកនេះណាបាទមានអីទេតិចតួចលក្ខណៈគ្រូសាទេបាទមានអីធំនឹងឲ្យបងប្អូនគាត់ស្ដាប់ការនិយាយរបស់ខ្ញុំបងប្អូនជឿប្រមាណភាគរយដែរថាខ្ញុំមកនឹងគឺមកដើម្បីរៀបការអញ្ចឹងណាបើសិនបងប្អូនជឿខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរបាទបន្ទាប់ពីថតវីដេអូកុហកបងប្អូនហើយឥឡូវដល់ម៉ោងបាយទៀតហើយបន្ទាប់ពីបាយក៏បានជិះឡានកាត់រង្វង់មូលលោកតាដំបងកኙំហើយខ្ញុំក៏បានចុះទៅដល់ពេលហ្នឹងគឺមានរឿងកាត់ឡើងគឺខាងបរទេសគាត់បានមកសម្ភាសគាត់លេង challenge អីចឹងណាហើយខ្ញុំក៏បានប្រាប់ពីទីតាំងដែលគាត់ត្រូវទៅនិយាយទៅញ៉ៃតិចកន្លែងហ្នឹងបាក់គ្នាដូចជាខ្វែងបែងបងអាត្មានិយមពេកបន្ទាប់ពីបំពេញការងារនៅឯក្រុងបាត់ដំបងរួចរាល់ហើយនៅថ្ងៃទី27ហើយថ្ងៃទី28ខ្ញុំទៅកាន់ស្រុកភ្នំព្រឹកនេះបងបាននៅអូខេទោះបីជាស្ថានភាពយ៉ាងម៉េចក៏ដោយក៏មិនភ្លេចពីការថែរក្សាសម្រស់ទេហើយឥឡូវខ្ញុំបានមកដល់ស្រុកភ្នំព្រឹកហើយបានមកដល់កន្លែងដែលត្រូវធ្វើការហើយក៏បានធ្វើការរួចរាល់បន្ទាប់មកយើងក៏បានចេញដំណើរចេញពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាបតែមុនខ្ញុំទៅពេទ្យប្រាប់ថាខ្ញុំមានជំងឺហើយអត់អាចព្យាបាលបានទេបើចង់ជាគឺឲ្យខ្ញុំមកកាន់សៀមរាបឥឡូវខ្ញុំមកដល់សៀមរាបហើយ500They said when life hurts Siem Reap heal ឥឡូវខ្ញុំមកដល់ Siem Reap ហើយតើ Siem Reap ពិតជា heal មែនអត់ដូចគេនិយាយនៅក្នុង Facebook ចឹងគឺថាពេលដែលយើងមានបញ្ហាអីយើងអាចមកសៀមរាបដើម្បីធ្វើការព្យាបាលបានប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មកព្យាបាលដែរប៉ុន្តែដល់ពេលមកដល់ឃើញគេថត pre-wedding មានអារម្មណ៍ថាដូចជាចង់ពុលថែមមិនដឹងទេឃើញវីដេអូកន្លែងនេះហើយខ្ញុំមានអារម្មណ៍ថាចង់សើចខ្លាំងមែនទែនបងប្អូនសាក់ទីមើលថាខ្ញុំកំពុងធ្វើអីស្រាប់តែឃើញរត់ទៅរត់មករត់ទៅរត់មកខ្ញុំក៏អត់ដឹងដែរដោយសារតែមិត្តរួមការងាររបស់ខ្ញុំគាត់ប្រាប់ថាឥឡូវរត់ចែកមកដើម្បីបានរូបភាពដ៏ស្រស់ស្អាតខ្ញុំឮថារូបស្អាតមនុស្សចង់បានរូបអញ្ចឹងសាក់រត់ទៅរត់មកចាំមើលបងប្អូនចាំមើលចុងបញ្ចប់នៃវីដេអូគឺរូបភាពយ៉ាងមិនដែរនេះមែនចាំកាត់តិចបានតែនេះយើងចិត្តពេកហីអត់ឆ្ងាយអត់ស្មើគ្នាសម្រាប់វីដេអូខ្ញុំចេញពីខេត្តព្រះវិហារទៅកាន់ខេត្តបាត់ដំបងចេញពីបាត់ដំបងមកកាន់សៀមរាបគឺចប់តែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងមានតែរូបភាពដ៏ស្រស់សង្ហារបស់ខ្ញុំមានប្រមាណសន្លឹកចែកជូនបងប្អូនទេសនាទាំងអស់គ្នាហើយរូបចុងក្រោយគេគឺបញ្ជាក់ពីអារម្មណ៍ថាបន្ទាប់ពីដើរលេងហើយត្រឡប់មកវិញបានលុយអីចាយ